ចូលជំពូក25ប្រសាសន៍លើកទី3របស់លោកបៀដាតអំណាចរបស់ព្រះជាម្ចាស់ខ1លោកបៀដាតជាអ្នកស្រុកស៊ូអាពោលឡើងថាខ2ព្រះជាម្ចាស់មានអំណាចគ្រប់គ្រងព្រះអង្គគួរឲ្យស្ញែងខ្លាចព្រះអង្គតាំងឲ្យមានសេចក្តីសុខសាន្តនៅលើឋានដ៏ខ្ពស់បំផុតខ3គ្មាននរណាអាចរាប់ចំនួនកងពលរបស់ព្រះអង្គបានទេពន្លឺរបស់ព្រះអង្គចាំងដល់មនុស្សគ្រប់គ្នាខ4ដូច្នោះតើមនុស្សអាចតវ៉ាថាខ្លួនសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បានឬតើអ្នកដែលកើតចេញពីស្ត្រីអះអាងថាខ្លួនបរិសុទ្ធដោយម្ដេចកើតខ5នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់សំបីតែព្រះច័ន្ទក៏បាត់រស្មីហើយវងតារាក៏មិនភ្លឺទៅហើយខ6ចុះចំណងបាមនុស្សដែលមិនខុសពីដង្កូវហើយកូនមនុស្សដែលមិនខុសពីជន្លេនតើគេរឹតតែអន់យ៉ាងណាទៅទៀត